เรียนสู้ตัวสนิทจนหนึ่งออกนี้ในขยมนาวิจีไปกับจนมาสเตอร์เชฟโดยการตีบุญภายในนี้ได้ในขยมบ้านเลิกยมมาหกมามุกในเมนชูท้าสเต็กใบดงโก้ยำจิ้มมวยหนังซอกมาเตะขึงซ้ำคือเมียนโดยเชียใบดงโก้เมียนปลาไหลตะแปงปลารังโกนกระรอดบรอกโคลีให้เมียนโกนตะลงปลารังจีเฮิร์บโรสแมรี่เมียนไทม์มีขนมปลารังรัวการเกร็บสาบอย่างกัมพูชีหนึ่งนมเนี่ยแต่การไปพบข้างกร้อยในรั้วเชียดกรุ๊ปដំណាក់ការនឹងគ្រប់សំត្រូវបានគ្រប់គ្រងយ៉ាងល្អិតល្អន់ពីអ្នកជំនាញបច្ចេកវិទ្យាខ្លាយជាសម្លេងតន្ត្រីវិទ្យាសាស្ត្រខ្លាយជាចលនារីឯរសជាតិខ្លាយជាសិល្បៈពួកយើងបានពង្រីកខ្លួនខ្លាយជារោងចក្រលំដាប់ពិភពលោកសម្រាប់លោកអ្នកតោះយើងទៅមើលទាំងអស់គ្នាពីរបៀបចម្អិនយើងដុតកូនតឡងប្រាំងក្នុងអូវ៉ាន់ចោលដើម្បីឲ្យយើងចំណេញពេលយើងពុះវាជា2ជា4អីតាមចិត្តបងប្អូនហើយយើងដាក់វាត្រៀបហើយយើងដាក់វាជាមួយនឹងប្រេងអូលីវហើយបើសិនជាបងប្អូននៅតែអត់មានប្រេងអូលីវបងប្អូនអាចដាក់ប្រេងឆាជំនួសបានហើយយើងដាក់ក្រូចអំបិលបន្តិចម្រេចបន្តិចហើយបងប្អូនអាចដាក់ក្នុងអូវ៉ាន់ចោលក្តៅភ្លើងគឺខ្ញុំប្រើ200រយៈពេលប្រហែលជា10នាទីធម្មតាបេះដូងគោគឺយើងអាចញ៉ាំប្រភេទ medium ឬក៏ medium rare អីដូចប្រភេទសាច់គោអញ្ចឹងខ្ញុំស្លាយវាយកទៅសែចេញឲ្យស្អាតក្រាស់ពេកមិនស្ដាងពេកហើយយើងប្រឡាក់វាមានអំបិលមានម្រេចនិងប្រេងអូលីវយើងលាបប្រេងតិចកុំឲ្យវាស្ងួតសាច់ហើយយើងប្រើជា herb យើងจะច្រាមវាយ៉ាងម៉ត់តិចមកដើម្បីឲ្យវាកាត់ក្លិនបេះដូងគោយើងទុកវាមួយឡែកខ្ញុំរៀបចំបន្លែដែលយើងត្រូវសោះវាចោលប៉ុន្តែស្តេកយើងអាចញ៉ាំជាមួយនឹងបន្លែអីក៏បានដែរតែបងប្អូនឆ្លាញ់នឹងចូលចិត្តទាំងប្រាំងទឹកយើងពុះយើងដាក់ប្រេងតិចយើងដាក់សោះបន្លែចោលយើងមកចាប់ផ្ដើមធ្វើសោះយើងត្រូវការខ្ទឹមក្រហមខ្ទឹមសក្នុងក្រហមយើងហើយយើងចាប់ដើមខាងខ្ទឹមប្រាំងឥឡូវយើងចាប់ដើមធ្វើសោះយើងចាប់ដើមដាក់ប៊ឺខ្ទឹមសខ្ទឹមក្រហមយើងកូរខ្ទឹមសខ្ទឹមក្រហមខ្ទឹមសដែលយើងលីងមួយប៊ឺនោះឲ្យឈ្ងុយសិនហើយយើងដាក់ម្ទេសយើងម្សៅប៉ាប្រីកាបងប្អូននៅផ្ទះអត់មានម្សៅប៉ាប្រីកានោះបងប្អូនអាចកិនម្ទេសដៃនាងបានយើងដាក់ mustard សោះហ្នឹងគឺមានរសជាតិជូរអែមហឹរទឹកឃ្មុំមានរសជាតិផ្អែមចេញពីទឹកឃ្មុំយើងឆាគ្រឿងហ្នឹងឲ្យឆ្អិនយើងថែមទឹកបន្តិចយើងភ្លក់បន្តិចថាវាមានរសជាតិមិនសម្រាប់ខ្ញុំថែមទឹកឃ្មុំបន្តិចជាស្ករក៏បានដែរប៉ុន្តែទឹកឃ្មុំវាឈ្ងុយហើយឆ្ងាញ់ជាងហើយខ្ញុំចង់បានរាងជូរបន្តិចខ្ញុំថែមទៅឆ្មាចុងក្រោយយើងថែមទឹកដោះគោបន្តិចឲ្យវាមកពុះយើងបិទភ្លើងបានចុងក្រោយគេចុងសហ្នឹងគឺខ្ញុំដាក់ជីនាងវកសោះយើងរួចហើយយើងចាប់ដើមជៀនសាច់យើងវិញចាំរៀងផ្ទះរៀងក្តៅតិចយើងដាក់ជៀនទៅវាឆ្អិនបានពណ៌ស្អាតយក color វាហើយយើងរងចាំសាច់យើងមកសៀលបន្លែយើងហើយអាចប្រើជាភើបថែមទៅបេះដូងយើងអាចញ៉ាំប្រភេទដូចសាច់គោបាន medium ក៏ medium rare ដូចគ្នាខាងខ្ទឹមប្រាំងតិចដើម្បីឆាបន្លែបន្លែដែលយើងបានសោកហើយសៀលវាយកពណ៌បន្តិចព្រោះឲ្យបន្លែយើងឆ្អិនស្រាប់ហើយយើងប្រើជាអំបិលបន្តិចឥឡូវកុំឲ្យខាតពេកយើងចាប់ដើមរៀបបន្លែដាក់ចានបដា
តែ steak ខ្ញុំនេះគឺវាងាយស្រួលបងប្អូននៅផ្ទះក៏អាចធ្វើបានគ្រាន់ថាខ្ញុំជ្រើសរើសយកប្រភេទបេះដូងគោដែលបងប្អូនភាគច្រើនគឺអត់ដឹងថាបេះដូងគោអាចយកធ្វើជា steak បានទេថ្ងៃហ្នឹងខ្ញុំមានប្រភេទជាដលងដុតដែលយើងញ៉ាំជំនួសម៉េះបានខ្ញុំក៏ត្រូវសាច់យើងបានណាយើងមកស្លាយសាច់ទាំងអស់គ្នាខ្ញុំយកនេះជាលក្ខណៈ medium ចុងក្រោយគឺយើងស្រោចសោះប្រភេទបេះដូងឬក៏ថ្លើមអីយើងត្រូវការញ៉ាំជាមួយនឹងសោះរៀងជូរហឹលព្រោះប្រភេទហ្នឹងគឺវាអាចកាត់បំបត្តិក្លិនឆ្អាបរបស់គ្រឿងក្នុងបានម្ហូបដែលខ្ញុំបានបង្ហាញមុននេះគឺមានឈ្មោះថា steak បេះដូងគោញ៉ាំជាមួយនឹងសោះម្ទេសហើយបងប្អូនអាចយកទៅសាករៀនធ្វើនៅផ្ទះតាមនេះខ្ញុំបង្ហាញមិញបានគាំទ្រខ្មែរបរិជិគាំទ្រផលិតផលក្នុងស្រុកលើកកម្ពស់វិស័យម្ហូបអាហារបដិសណ្ឋារកិច្ចកីឡានិងសិល្បៈវប្បធម៌ខ្មែរច្រើនបំផុតនៅកម្ពុជា Cambodia Premium កាន់តែប្រណិតកាន់តែស្និទ្ធស្នាលទឹកពិសាកម្ពុជាបន្សុទ្ធគ្រប់ដំណក់ជាមួយបច្ចេកវិទ្យា Smart Triple Filter កាន់តែប្រណិតកាន់តែស្និទ្ធស្នាល Cambodia Premium Beer ទឹកពិសាកម្ពុជាបន្សុទ្ធគ្រប់ដំណក់ជាមួយបច្ចេកវិទ្យា Smart Triple Filter